ឥឡូវនេះដូចជារូបមន្តអុយអញ្ចឹងឥឡូវเราមើលមកវីដេអូបន្ទាប់នៃលំហាត់ទី11យើងដដែលអញ្ចឹងវាចូលលក្ខណៈលិនអុយអញ្ចឹងលិនអុយយើងសរសេរបានជាទម្រង់ប្រភាគណាទម្រង់ប្រភាគគឺអីអុយព្រីមដោយសារវាលិនអុយអញ្ចឹងយើងសរសេរបានជាទម្រង់អុយព្រីមលើអីលើអុយណាអុយនេះអុយនេះអុយនេះអុយព្រីមឃើញទេចម្លើយសម្រាប់ឃើញបានហឹមដោយសារនេះ derivative ចង់ថាយើងចាំគ្រឹះ derivative វាអត់ចេះច្រឡំទេអានេះ derivative នៃនេះ derivative នៃ x ស្មើប៉ុន្មានបាទ1ណាបូកឲ្យអានេះដោយសារនេះជាប្រភាគទៀតនេះប្រភាគលិនអុយទៀតអញ្ចឹងវាទៅជាទម្រង់អុយព្រីមណាអុយព្រីមណានេះអុយព្រីមទម្រង់អាមុខនេះគឺជាស្វ័យគុណស្វ័យគុណប៉ុន្មានអានេះអុយព្រីមណាហើយនេះគឺស្វ័យគុណប៉ុន្មានប្រភាគវាគឺ1/2ព្រោះអានេះសន្ទុះ2សន្ទុះវា2សន្ទុះ2ទីតសន1អញ្ចឹង1លើ2អានេះគឺដោយសារស្វ័យគុណខាងក្នុងនេះគេទម្រង់បើស្វ័យក្តោបក៏នឹងស្វ័យគុណ1អញ្ចឹងស្វ័យគុណក្នុងតូចជាងក្រៅដូច្នេះទម្រង់វាសល់ជាប្រភាគនេះគឺចេញពីនេះចេញពីអ៊ុយព្រីមហ្នឹងហើយតែដោយសារសន្ទុះ2អញ្ចឹងយកសាររ៉ាឌីកាល់នៅដល់ដែរសន្ទុះ2ព្រោះយកនៅសន្ទុះ2អឺអគ្រូសេដល់ជាន់ទៀតចំពោះអ៊ុយព្រីមនេះអញ្ចឹងនេះ derivative ចេញមកពីទម្រង់ស្វ័យគុណអកណនីតទៀតមកណាដាក់ស្មើមកណាតែសេពេលពេលយកទៅសេឲ្យមានលំដាប់លំដោយគឺដាក់ស្មើតាមក្រោមគ្នាលំដាប់លំដោយមកគ្រូចេះអូសអីដល់រកកន្លែងទៅនេះអានេះ derivative វាស្មើប៉ុន្មាន derivative នៃ1គឺប៉ុន្មាន0អញ្ចឹងហ៎ derivative x នឹងស្មើ2ស្មើ 3x 3x ការ៉េអានេះ derivative វានេះណា derivative ស្មើ 3x ការ៉េអញ្ចឹងណាទម្រង់របស់វាគឺ 3x ការ៉េអញ្ចឹងន័យថាគ្រូយកទាំងអស់មកស្មើជាងអានេះទម្រង់វាហ្នឹង 3x ការ៉េណាលាក់ស្វ័យគុណ1សេប៉ុណ្ណឹងបានទេបានទេសេប៉ុណ្ណឹងបានព្រោះយើងអត់មានត្រូវការឲ្យយើងអឺរកកន្សងអីទៀតគ្រាន់តែសេទម្រង់ y prime បើយើងចង់រកទៀតយើងនឹងរកភាពបែករួមមកណាចាំបើគ្រូចង់រកភាពបែករួមអញ្ចឹងរកមកភាពបែករួមនេះប៉ុន្មាននេះ2ណាអញ្ចឹងភាពបែករួមរកមកនឹងបើយើងតម្រូវភាពបែករួមទៀតណាអញ្ចឹងភាពបែករួមមិនត្រូវរកញ៉ាភាពបែកនេះមកក្រោមណាបើសិនលោកគ្រូថាតែបើតាមគូឲ្យរកតែប៉ុណ្្នឹងទេមិនចាំតម្រូវភាពបែករួមអីទៀតទេនាំឲ្យខ្លាចសួរហ្នឹងតម្រូវភាពបែករួមមិនឃើញហ្នឹងច្រឡំហ្នឹងលេខហ្នឹងខូចទៀតអឺនេះហ៎អានេះ2ទៀត2ហើយនេះរុញវាមកក្រោមទៀតមកអស់ណានេះសម្រាប់នេះវាកាលណាបើយើងចង់តម្រូវភាពបែករួមណាហ៎តទៀតអានេះចូលអីy prime ស្មើអីមើល y prime ស្មើឲ្យ
អានេះមិន derivative x អញ្ចឹង x derivative ស្មើ1អញ្ចឹងមាន1គុណ x ទៅជាលន x ដដែលបូកឲ្យអុយកន្សំ x derivative ឡើងវិញ derivative ឡើងស្មើ1លើ x ហើយបន្តដកអីហ៎ដក x ណាឃើញទេអញ្ចឹងឃើញចាំតម្រងវាទៅអត់ចេះច្រឡំទេហើយនេះ derivative នៃអុយស្មើ1លើ x គឺ derivative ដាក់យកតែម្ដងរៀនមកច្រើនហើយ1លើ x នេះ x គុណ x ចែក x អស់ហើយនេះអានេះគុណ x ចែក x វាស្មើប៉ុន្មាន1អញ្ចឹងមានន័យថាលន x ដក1នេះបូក1អូអាចារ្យនេះ derivative នៃ x គឺស្មើ1អញ្ចឹងបូក1ដក1អញ្ចឹងសរុបឃើញស្មើអីគឺស្មើលន x ណានេះជាចម្លើយសម្រាប់នៃ derivative របស់យើងអញ្ចឹងមក derivative ក្រោមមកអានេះក៏ដូចគ្នា y ព្រីមមិនស្មើទម្រង់ស្វ័យគុណទម្រង់ផលគុណស្មើអីអុយព្រីមវេអញ្ចឹងគ្រូសេដោយសារនេះជាប់បើយើងចេះសេយកតែម្ដងមកderivative ហ្នឹងมันទៅជា 2x 2x លនអីលនបូកឲ្យអុយព្រីមវេអញ្ចឹងមានន័យថាទម្រង់ 2x ការ៉េនៅតែដដែលអញ្ចឹងមានន័យថាកន្លែងនេះគឺអុយព្រីមវេបូក y ព្រីមអុយចឹងកន្លែងរក្សាអុយទៅ derivative លនវិញ derivative លនវាជាប់ពាក់ព័ន្ធជាមួយនឹងស្វ័យគុណអញ្ចឹងវាស្មើឲ្យជាប្រភេទមកអុយđấy អុយព្រីមលើ v ហ្នឹងអុយព្រីមលើអុយចាអុយព្រីមលើអុយអញ្ចឹងនេះអុយព្រីមលើអុយចម្លើយសម្រាប់ស្មើប៉ុន្មានចានេះឃើញហើយបូកឲ្យ x ក្រេអានេះគឺ derivative វាស្មើអីនេះទៅសេដោយសារវានៅភាគបែងយើងអាចត្រឡប់វាទៅភាគយកបានច្រាស់មកទៅជា x ស្វ័យគុណប៉ុន្មាន x ស្វ័យគុណ5ណាសរសើរ x ស្វ័យគុណ3ត្រឡប់មកភាគយកគុណថែមជាមួយនេះបាន x ស្វ័យគុណ5x ស្វ័យគុណ5មកlạiដល់ឡើងមួយឥឡូវយើងឃើញបានរឿងអុយអញ្ចឹងយើងត្រឡប់ derivative នេះមកវាចូលលក្ខណៈអីកន្លែង x ស្វ័យគុណ n នោះគ្រូបានបង្រៀនហើយអញ្ចឹងយើងតម្លើងស្វ័យគុណតម្លើងអីគេច្រាស់សញ្ញាមកអានេះច្រាស់សញ្ញាមិនទៅជាសញ្ញាបូកទៅជាសញ្ញាអីដកអុយស្វ័យគុណ n អានេះមិនរៀងដក n ស្វ័យគុណដក n ពូវា x ការ៉េគាត់ថាដក n ទៅ n ប៉ុន្មាន3ចានេះឡើងស្វ័យគុណ1ទៅជាប៉ុន្មាន4ហ៎ចម្លើយសម្រេចឃើញប៉ុន្មានអាចរកចម្លើយសម្រេចបានហើយស្មើឲ្យអានេះទម្រង់នៅរក្សាដដែលអានេះស្វ័យគុណ5ស្វ័យគុណ4អញ្ចឹងនៅសល់ប៉ុន្មានមិននៅសល់ស្វ័យគុណ1ទេនេះជាចម្លើយដែលយើងចង់បានអញ្ចឹងយើងចាំទម្រង់ស្វ័យគុណវាទៅយើងគណនាអត់ចេះផ្្លាត់ទេអានេះដូចគ្នាដែររឿងអ៊ុយវេអ៊ុយចែកវេអញ្ចឹងយើងបាន y ព្រីមស្មើឲ្យអ៊ុយព្រីមវេដកឲ្យវេព្រីមអុយលើអីលើវេការ៉េអណ្ដើលំហាត់
នេះលិនគឺវេ x គឺ x គឺអុយណាសម្រាប់មកស្មើម៉ានអូតើនេះណាពាក់នេះដាំដៅសិនណាស្មើម៉ាននេះនេះ derivative វាម៉ាននេះយើងរៀនហើយនេះ derivative វាគឺស្មើ1ណាderivative នេះ1លើ x អញ្ចឹងចែកគុណ x ចែក x គឺស្មើអស់ណានេះ1លើ x 1លើ x ហើយនេះគុណ x มันស្មើ1លឿនណានេះជាចម្លើយដែលយើងចង់បានហឹមដល់ហាត់អក្សរ n ម្ដង y ព្រីមស្មើឲ្យអីចានេះគឺយើងដឹងហើយអ៊ុយស្វ័យលក្ខណៈលិនស្វ័យគុណអ៊ុយនៃ x គឺយើងតម្លាក់ស្វ័យគុណយកមួយមក d មក derivative អញ្ចឹងហ៎ហើយមិនសល់មួយស្វ័យគុណ n ដល់ n តែដោយសារវាលាក់ស្វ័យគុណ2 2ដក1នៅសល់1អញ្ចឹងនៅសល់ n នេះក៏នេះមួយមក derivative ហើយតម្រងមួយបាទចុះនេះបូកអីតម្រងប្រភេទវាមួយស្វ័យគុណអ៊ុយអញ្ចឹងតម្រងរបស់វាគឺអីអ៊ុយព្រីមណាតម្រងរបស់វាគឺទៅជា derivative វាទៅជាអ៊ុយព្រីមលើអ៊ុយស្វ័យគុណ n បូក1ណាព្រីមតម្រងវាអ៊ុយស្វ័យគុណ n បូក1បូកស្វ័យគុណស្វ័យគុណ1អញ្ចឹងយើងបូក1ទៅស្វ័យគុណប៉ុន្មានមិនទៅជាស្វ័យគុណ2នេះឃើញទេមិនឃើញចាំតម្រងវាចេះផ្លាត់ទេចាប់ដើម derivative បន្ទាប់មកអានេះ derivative មួយនេះទៅជាអី1លើ x អញ្ចឹងយើងទៅសេ1លើ x មក derivative នៃ ln គឺ1លើx 1លើ x ជាមួយគុណឲ្យ2វាទៅជា2ណា2គុណឲ្យ ln x វាទៅនេះ ln x ខាងលើទៅជា ln x អញ្ចឹងអានេះទៅជាអី x ឃើញទេបូកឲ្យដោយសារនេះវាប្រភេទស្វ័យគុណបូកវាទៅជាស្វ័យគុណអីដកអញ្ចឹងនេះទៅជាដកព្រោះវានៅភាគបែងអានេះ derivative អានេះហ្មង derivative នៃចំនួនថេរគឺ0 derivative នៃ x ការ៉េវាទៅជា 2x នេះជាចម្លើយយើងចង់បានដល់ពេលយើងចាំតម្រងស្វ័យគុណវាដល់ពេលយើងគណនា derivative អត់សូវចេះផ្លាត់ទេគ្រូបញ្ចប់វីដេអូនេះសិនអញ្ចឹងលំហាត់ទី1នេះទី11មាន4វីដេអូ